ប្រពន្ធសំពាក់បាតជើងប្តីតតែបានព្រោះតែមើលស្រាថាប្តីគីឡូអនមិនអាចទៅប្រកួត3ស្ត្រីយកឈ្នះគេបានទេពេលនេះខកខ្លួនហើយក្រោយពីប្តី3ប្អូនថ្លៃរហូតទទួលបានជ័យលាភីហើយថែមទាំងផ្ដាំប្រពន្ធថាអូនត្រៀមកន្លែងដាក់ម៉ូតូឲ្យហើយទៅហើយកុំភ្លេចពាក្យសន្យាពេលបងឈ្នះគួរធ្វើអ្វីខ្លះអូនដឹងខ្លួនហើយហើយឮថាភ្នាល់មួយប្រពន្ធមិនដែរប្រពន្ធអ្នកភ្នាល់មួយយើងឯងបាទបបប្តីយកម៉ូតូបានប្រពន្ធលុចជង្គង់ចាពះយើងមានអញ្ចឹងទេមែនអីមែនបងមែនអីទៅដល់ទៀតប្រពន្ធអត់លុចជង្គង់ប្រហែលជាសំពងថែមថ្មីគេថាបើគេនិយាយគេអត់ដែលលេបពាក្យសម្ដីចេញទេបាទអញ្ចឹងបើសិនជាមានរូបភាពនោះមែនផ្ញើខ្ញុំផងបាទ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 ទៅដល់ផ្ទះប្រពន្ធថាមិនជឿថាសម្ដែងជឿហ្នឹងហើយខ្ញុំប្រាប់ម៉ែក្មេងខ្ញុំថាបើក៏បានមកខ្ញុំឲ្យអស់បងចេញដាក់កន្លែងម៉ូតូបាទដាក់កន្លែងចូលម៉ូតូឲ្យហើយឡើងបានសម្រាប់បំណងមែនឥឡូវតាមប្រពន្ធថាថ្ងៃក្រោយកុំងើងាយប្តីខ្លាំងដែរបាទខ្ញុំសួរអូនបាទសុំម្ដងទៀតឲ្យមានឈ្មោះដែរមួយសារ៉ាត់ដែរមានយកមកហើយយើង20ឆ្នាំហ្មង20ឆ្នាំបាទ20ឆ្នាំមានបងអូនថ្លៃបាត់ហើយបងថ្លៃហើយបងអូនថ្លៃមានឈ្មោះដែរខូចណាខូចណាខូចនៅហ្នឹងខូចនៅណាមែនអាយុប៉ុន្មានដែរអូន18ចាអញ្ចឹងហើយពីណាអ្នកបបួរពីណាមក3ហ្នឹងបងថ្លៃបបួរបងថ្លៃ3ដោយសារតែប្រពន្ធជាប់រវល់ធ្វើអីរវល់មើលកូនណាបាទហើយឮថាភ្នាល់មួយប្រពន្ធមិនដែរប្រពន្ធអ្នកភ្នាល់មួយយើងឯងបាទបបប្តីយកម៉ូតូបានប្រពន្ធលុចជង្គង់ចាពះយើងមានអញ្ចឹងទេមែនអីមែនបងមែនអីទៅដល់ទៀតប្រពន្ធអត់លុចជង្គង់ប្រហែលជាសំពងថែមថ្មីគេថាបើគេនិយាយគេអត់ដែលលេបពាក្យសម្ដីចេញទេបាទអញ្ចឹងបើសិនជាមានរូបភាពនោះមែនផ្ញើខ្ញុំផងបាទបាទបាទហើយចុះអូនមិនដែរសុកចិត្តអត់ឡបងស្រីអូនឯងគាត់ទៅលុតជង្គង់អញ្ចឹងមែនដោយសារភ្នាល់ជាមួយប្តីនេះសុកចិត្តមូលហេតុអីដោយសារតែបងថ្លៃគាត់ធ្វើបានណាចាដោយសារបងថ្លៃអត់ថាអាចទ្រាំបានអញ្ចឹងសើហើយសើបាទមានពាក្យពេចន៍អរគុណខាងក្រុមហ៊ុនប៊ូស្ដងហ៎អរគុណក្រុមហ៊ុនប៊ូត្រលក់ដាច់បាទលក់ដាច់ច្រើនបាទសម្រាប់បងប្អូនផងវិញជូនពរឲ្យប៊ូស្រងមានភ្ញៀវកាន់តែច្រើនចៃរបស់ពិតអត់ដែលចេះកុហកភ្ញៀវណាម្នាក់ទេបាទរង្វាន់ក៏មានពិតដែរបាទឥឡូវទៅដល់ផ្ទះប្រពន្ធថាមិនជឿថាសម្ដែងជឿហ្នឹងហើយខ្ញុំប្រាប់ម៉ែក្មេងខ្ញុំថាបើក៏បានមកខ្ញុំឲ្យអស់បងចេញដាក់កន្លែងម៉ូតូបាទដាក់កន្លែងចូលម៉ូតូឲ្យហើយឡើងបានសម្រាប់បំណងមែនឥឡូវគាត់បានដឹងនៅមិញម្ដាយមិនបានទេប្រាប់ទៅមកម៉ែក្មេងក៏មកម៉ែតែម៉ែក្មេងបានទេប្រាប់ទៅបាទមកអញ្ចឹងហ៎បាទអរគុណច្រើនបាទនេះបងប្អូនទាំងគ្នាបាទបរិសសង្ហានេះដែលភ្នាល់ជាមួយប្រពន្ធបាទឥឡូវប្រពន្ធគាត់គិតថាប្តីมันអាចឈ្នះបានទេតែឥឡូវប្តីប្រកួតឈ្នះហើយអញ្ចឹងឥឡូវប្រពន្ធមានតែចាញ់ទៅដល់ផ្ទះត្រូវលុតជង្គង់សាពះប្តីហើយប្តីដៃចិត្តដែរអត់ទេបើប្រពន្ធធ្វើអញ្ចឹងក៏យើងមិនដាច់ចិត្តដែរព្រោះគាត់ឲ្យគាត់ក៏និយាយផ្ដល់កម្លាំងលក្ខណៈលក្ខណៈបាទលក្ខណៈឲ្យវាថាចាំមើលប្តីនឹងធ្វើបានដល់ពេលបាទផ្ដល់កម្លាំងចិត្តទេណាបាទនិយាយបិទឈៀងហ្នឹងហើយឌឺឲ្យយើងខឹងឲ្យខឹងយើងប្រឹងអញ្ចឹងបាទអរគុណច្រើនចាំមានពាក្យអីផ្ដាំទៅប្រពន្ធតិចផ្ដាំប្រពន្ធថាថ្ងៃក្រោយកុំងើងាយប្តីខ្លាំងដែរចេះគ្រប់ក្បាច់ណាបាទក្បាច់មិនក៏ចេះដែរបាច់អីចេះច្រើនណាបងអើយមិនអីគាត់លុចជង្គង់ទៅដល់សុំកូនស្រីមួយទៀតអូអត់ទេទៅដល់សុំកូនស្រីមួយទៀតមិនលុចជង្គង់ទេបាទអរគុណច្រើនអរគុណបងនេះបងប្អូនអរគ្នានេះម៉ូតូគាត់តែថ្មីស្រឡាំងបងប្អូនបាទឥឡូវកំពុងតែត្រៀមហើយមកសាក់ឡើងទីមើលបាទនេះបងប្អូនបាទឥឡូវគាត់កំពុងតែឡើងលើម៉ូតូឯងបងប្អូនបាទម៉ូតូដល់ថ្មីស្រឡាំងពីក្រុមហ៊ុន Boostrong បាទពិតមែនអត់រង្វាន់ណាពិតបងពិតមែនណាបាទចេះពីពិតចាបងនេះបាទបងប្អូនស្រីចូលមើលបាទមិនដែរសមហ៎ហើយទៅដល់ចែកគ្នាមិនដល់អញ្ចឹងបងប្អូនថ្លៃបងថ្លៃនេះជីទាំងអស់គ្នាបងបាទលោកគ្នាដើរលេងណាបាទហើយប្រពន្ធតែមិនទុកផ្ទះសិនប្រពន្ធទុកផ្ទះសិនឲ្យមើលកូនសិនលោកបងថ្លៃដើរលេងឲ្យឆ្លាតសិនបាទអរគុណច្រើននេះបងប្អូនបាទម៉ូតូពិតហើយអរគុណ